សំណួរតើភ្នំភ្លើងច្រើនផ្ទុះឡើងនៅកន្លែងណាចម្លើយភ្នំភ្លើងច្រើនកើតឡើងនៅតាមខ្សែបំណែកចែកនៃសម្បកផែនដីហើយវាតែងតែស្ថិតនៅស៊ីគ្នាជាមួយតំបន់ពំនើងផ្នត់ថ្មីៗតំបន់សមុទ្រជ្រៅឬតំបន់បំណាក់ទ្រនើទ្វីបសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីៗបន្ថែមទៀតសូមអរគុណ